បាទសួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកបរៀនពី HTML អញ្ចឹងខ្ញុំសូមណែនាំខ្លួនបន្តិចគឺខ្ញុំឈ្មោះ Kim San អញ្ចឹងខ្ញុំរៀន IT នេះបានឆ្នាំទី3ហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមធ្វើវីដេអូដើម្បីអឺបរៀនខ្លួនឯងផងនិងចែកម្លែកទៅអ្នកទាំងអស់គ្នាផងរំលឹកខ្លួនឯងផងដែរអញ្ចឹងណាអូខេអញ្ចឹងthe basic ដំបូងបំផុតសម្រាប់យើងរៀនweb development យើងត្រូវដឹងអំពី HTML អញ្ចឹង HTML មកដល់បច្ចុប្បន្ននេះគេសរសេរទៅលើ HTML5 សម្រាប់ HTML ជំនាន់មុនក៏ខ្ញុំអត់ចេះសរសេរដែរដោយសារខ្ញុំរៀននៅសាកលគេបរៀន HTML5 ហើយ HTML នេះគឺយើងមកពីពាក្យថា Hypertext Markup Language អូខេអញ្ចឹងនៅក្នុង HTML អញ្ចឹងខ្ញុំសូមបើកនេះសិនទោះដោយសារខ្ញុំដំបូងអត់បាន prepare អីអញ្ចឹងណាខ្ញុំសូមបើក VS Code អូខេអញ្ចឹងខ្ញុំសូមអធិស្ឋានអញ្ចឹងដើម្បីអ្នកនរគ្នាអាចសរសេរកូដបានដំបូងខ្ញុំថាពន្យល់ពី HTML ប៉ុន្តែដើម្បីមានយើងអាចសរសេរបានយើងត្រូវមានIDE អញ្ចឹង IDE របស់យើងគេហៅថា VS Code អញ្ចឹងអ្នកនរគ្នាអាចទៅ down VS Code មកឬក៏យើងប្រើ vscode.dev ក៏បានដែរយើងប្រើនៅលើ browser អញ្ចឹងណាយើងអាចទៅ down VS Code យើងកុំយក2022យើងយកធម្មតានេះមកព្រោះ Visual Studio Code ហ្នឹងវាមាន2ប្រភេទមួយ Studio Code ចេះមួយទៀតវាមានប្រភេទរបស់វាមួយទៀតអញ្ចឹងយើងអាច download វាមកអញ្ចឹង download វាអត់មានអីពិបាកទេអូខេអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹង HTML កុំឲ្យយូរពេកអញ្ចឹងបន្ទាប់ពីយើងមាន VS Code គឺយើងបើក VS Code មកគេរងចាំបន្តិចអញ្ចឹងយើងធ្វើការបើក folder ដែលយើងចុចទៅលើ file ហើយយើងចុចទៅលើពាក្យថា open folder អញ្ចឹងអ្នកនរគ្នាអាចបង្កើត folder មួយនៅក្នុង desktop មកដោយដាក់ថាសម្រាប់ខ្ញុំដាក់ថា YouTube អញ្ចឹងណាអូខេអញ្ចឹងយើងបង្កើត folder នេះមួយយើងចូលទៅក្នុង folder យើងដាក់ថាយើងបង្កើត folder មួយទៀតដែលយើងដាក់ថា HTML A1 អូខេយើង select folder ហ្នឹងមកអញ្ចឹងយើងចូលមកដល់នៅក្នុង folder ហ្នឹងហើយយើង trust folder ហ្នឹងមកអញ្ចឹងយើងដើម្បីបង្កើត file គឺយើងអាច right mouse ស្ដាំក៏បានឬក៏យើងចុចលើនេះក៏បានដែរអញ្ចឹងជាទូទៅ file HTML អ្នកនរគ្នាត្រូវដាក់ពាក្យថា index បាញ់ពីកើតអីចាំបន្តិចអ្នកនរគ្នាយើងត្រូវដាក់កើតអី slow ទៀតណា delete វាចោលមកមើល visual ខ្ញុំសិនវា record អត់អូខេ record កុំព្យូទ័រខ្ញុំយឺតមែនតើអូខេអញ្ចឹងវាទៅបាត់ហើយអូខេយើងបង្កើនមកយើងដាក់ថា index.html អូខេអាហ្នឹងហេតុអីបានយើងដាក់ថា index.html អឺខ្ញុំយល់ខ្លះៗដែរអញ្ចឹងគឺដោយសារតែ browser របស់យើងគឺនៅពេលដែលវា render page គឺវាទៅរកfile មុនគេគឺទៅរក file ដែលមានឈ្មោះថា index.html បើយើងដាក់ឈ្មោះផ្សេងដាក់ថា day1.html អញ្ចឹងនៅពេលដែលយើងhosting ហ្នឹងយើងដាក់ឲ្យគេមើលនៅលើ website ណាវានឹងរកអត់ឃើញទេព្រោះ browser គឺវាទៅរកតែឈ្មោះ index.html ទេអញ្ចឹងអ្នកនរគ្នាត្រូវតែដាក់ថា index.html ហើយអត់អាចមាន2ទេអញ្ចឹងមក folder គឺដាក់ index.html មួយអញ្ចឹងមានន័យថាមក project យើងមានតែមួយនឹងឯងអូខេអញ្ចឹងយើងចូលទៅកាន់ basic ដំបូងបង្អស់របស់ HTML
ចឹង HTML គឺមកពីពាក្យថា Hypertext Markup Language អាហ្នឹងគឺយើងគេមកអញ្ចឹងខ្ញុំនិយាយអញ្ចឹងដែរអញ្ចឹងstructure ដំបូងរបស់គេគឺសរសេរទាំងអស់គ្នាមកគឺយើងមាន doc tab HTML head អូខេអញ្ចឹងអាហ្នឹងយើងចាប់ផ្ដើមពី basic ដំបូងយើងត្រូវយល់ថា HTML ហ្នឹង structure ហ្មិចអញ្ចឹងយើងចាប់ផ្ដើមសរសេរដំបូងគឺយើងបើកធំនេះមួយមកហើយបន្តមកទៀតយើងដាក់doc tab ហើយយើងដាក់ HTML យើងបិទវាវិញបន្តមកទៀតនៅពេល HTML ខ្ញុំចង់ភ្លេចហើយសុំទោសអូខេអញ្ចឹង doc tab អូខេ doc tab HTML អូខេខ្ញុំខានសេយូបន្តមកទៀតយើងមាន HTML អូខេអញ្ចឹងអានេះវា closing tag ឲ្យយើងណាអូខេអញ្ចឹងអានេះគេហៅថា opening tag អានេះគេហៅថា closing tag ហេតុអីបាន closing ដោយសារវាមានអានេះអញ្ចឹងបន្ទាប់ពី HTML នៅក្នុង HTML ហ្នឹងមានបែងចែកជា2ធំគឺយើងមាន head ហើយនិង body អញ្ចឹងយើងចាប់ផ្ដើមសរសេរមក head យ៉ាបន្តមកទៀតយើងអត់នេះទេយើងសរសេរខាងក្រៅមានន័យថានៅក្នុង HTML គឺយើងមាន head ហើយនិង body អញ្ចឹងនៅក្នុង head វាមានអីខ្លះហើយនៅក្នុង body វាមានអីខ្លះអញ្ចឹងណាអញ្ចឹងនៅក្នុង head នេះវាមាន title ហ្នឹង title ហ្នឹងមិនអឺ HTML ខ្ញុំនឹង preview ឲ្យអ្នកនរគ្នាមើលហើយនៅក្នុងនេះក៏វាមានជាtag ជាច្រើនដែលនៅក្នុង head ហ្នឹងណាខ្ញុំអាច search ជាមួយនឹង ChatGPT បន្តិចដាក់ថា element ដែលមាននៅក្នុង head របស់ HTML element that have in head text of HTML អូខេអញ្ចឹងតើវាមានអីខ្លះអញ្ចឹងនៅក្នុង head គឺយើងមាននេះ meta អញ្ចឹងអានេះគឺយើងមិនមែនសេទេគឺវានឹងមកអូតូនៅពេលដែលយើងធ្វើតែមួយ plate ទេគឺវាមកអូខេអញ្ចឹងនៅក្នុង head គឺយើងមានscript នេះគេអត់ដាក់នៅហ្នឹងទេlink អញ្ចឹងយើងប្រើមួយទៀតគឺ link អូខេ link អញ្ចឹង link គឺយើង link style CSS យើងនឹងឯងហើយយើងមាន style អូខេខ្ញុំចង់ភ្លេចយើងមាន style tag អញ្ចឹង style tag នេះគឺយើងអាចសរសេរ style សរសេរបែបនេះគេហៅថា internal style ចឹងខ្ញុំប្រើបន្តិច style វាមាន3គេមាន inline style មាន internal style ហើយនិងexternal style 3ហ្នឹងខុសគ្នាហ្មងខ្ញុំចូលនិយាយខ្ញុំប្រាប់ហ្មងទៅឧទាហរណ៍ថាយើងមានH1 បន្តមកទៀតយើងសរសេរ style ហើយបន្តមកទៀតយើងដាក់ថា color បន្តមកទៀតយើងដាក់ថា black អត់យើងដាក់ red ប្រោយទៅចឹងបែបនេះគេហៅថា inline style បន្តមកទៀតយើងសេ hello ចឹងនៅពេលដែលយើង preview យើងចុច mouse ស្ដាំបើសិនជាអ្នកនរគ្នាបើកជាមួយនឹង VS Code ដំបូងសូមដំឡើង extension 2គឺ live preview នេះ live preview ជាមួយនឹង live server បាទពីរនេះណា live preview ជាមួយនឹង live server បើសិនជាអត់ទាន់មានអាហ្នឹងទេអ្នកនរគ្នាចូលទៅកាន់ folder ដែលយើងបង្កើតមិញ draw folder ដែលយើងបង្កើតមិញហ្នឹងមកខ្ញុំបង្កើតដាក់ថា YouTube teaching នៅក្នុង HTML day 1ហើយយើង mouse យើងចុចលើវាមួយមកយើងមិនបើកមួយ H ទេ H ហ្នឹងបាក់ប្រើយើងបើកមួយ Chrome អូខេអញ្ចឹងយើងនឹងឃើញ Hello World ពណ៌ក្រហមអូខេអញ្ចឹងអានេះគេសរសេរ style បែបនេះគេហៅថា inline style ដំបូងវាអត់ក្រហមទេអ្នកនរគ្នា default វាគឺ black យល់ទេអញ្ចឹងអានេះដោយសារខ្ញុំ style ឧទាហរណ៍ខ្ញុំលុបវាចោល Control S វានឹង refresh មួយវានឹង black វិញអូខេ H1 នេះវាឡើងវាអត់ត្រូវបែបនេះមិនត្រូវនេះវាធំចេះបន្តមកទៀតយើងមានគេហៅថា internal style អញ្ចឹង internal style យើងត្រូវការចាប់យក element នេះហើយយើងបើកគ្នាបែបនេះហើយយើងដាក់ថា color ហើយយើងដាក់ថា red ដូចគ្នាអញ្ចឹងវានឹងចេញក្រហមដូចគ្នាណាអ្នកគ្នា
វានឹងចេញក្រហមដូចគ្នាបន្តមកទៀតយើងមានគេហៅថាអឺ external style គឺយើងបង្កើត file external មានន័យថាវានៅខាងក្រៅយល់ណាអ្នកនរគ្នា .css បន្តមកទៀតយើង link វាមកហើយយើងដាក់នេះ link style បន្តមកទៀតយើងយក element ដូចតា internal អញ្ចឹងយក element ចាប់យក element មកហើយយើងដាក់ថា color red អូខេអញ្ចឹងវានឹងចេញ red ដដែលអូខេឧទាហរណ៍ខ្ញុំលុបវាចោលសិនអញ្ចឹងវានឹងចេញ black ដល់ពេលខ្ញុំ control C មកវិញ control S វានឹងចេញក្រហមគេប៉ុណ្ណឹងអញ្ចឹងដោយសារអ្នកនរគ្នាថ្មីយើងនិយាយអំពី HTML សិនអញ្ចឹងនៅក្នុង body គឺជាអ្វីដែលយើងសរសេរ element របស់ HTML អញ្ចឹងខ្ញុំសុំឆែកអានេះសិនវានៅដើរអូខេដើរអូខេអញ្ចឹង HTML គឺវាមាន core concept វាសំខាន់ចំនួន2គឺគេហៅថាelement ជាមួយនឹង attribute អូខេអ្វីជា element អ្វីជា attribute អញ្ចឹងទី1គឺយើងស្គាល់អានេះហើយអូខេអញ្ចឹងយើងស្គាល់ពី element សិនអញ្ចឹង element គឺវាមានច្រើនមែនតើអ្នកនរគ្នាអញ្ចឹង element ចាប់ផ្ដើម element គឺយើងសរសេរនៅក្នុង body អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ដំបូងគឺ p យើងសរសេរ tab អញ្ចឹងក៏បានឬក៏យើងសរសេរបែបនេះអញ្ចឹងជាដំបូង rule របស់វាយើងត្រូវបើកអានេះយើងដាក់ p យើងបិទមកអានេះវា auto អូខេខ្ញុំ sorry ដោយសារវា scope វា auto បែបហ្នឹងអញ្ចឹង p tag គឺមានន័យថាម៉េចគឺ paragraph វាអក្សរវាតូចទេpara អញ្ចឹង paragraph យើងមើលទាំងអស់គ្នា paragraph គឺវាតូចទំហំរបស់វាតូចមែនតើអូខេអញ្ចឹងបន្តមកទៀតយើងមាន h1 h1 អីគេគឺ heading 1 គឺជាគេហៅថា title វាធំគេអត់បន្តមកទៀតយើងមាន2មកហើយយើងដាក់ឲ្យបាន6 1 2ហើយ3 4 5 6ដោយសារ heading វាមាន6អ្នកនរគ្នាវាមាន6ប្រភេទណាមាន6 level សុំទោសធំតូច3 4អូខេ1អូខេអញ្ចឹងយើងដូរលេខនេះដែរ2ខំអត់ថាអូខេអញ្ចឹងយើងមាន3ហើយអូខេអូខេអញ្ចឹងយើងទៅមើល result ទាំងអស់គ្នាញាក់ឃើញអត់អ្នកនរគ្នាអញ្ចឹងអាទី1វាធំជាងគេបន្តអាទី2វាទូចបន្តិចអាទី3មិនដូចគ្នាអញ្ចឹងទៅអូដោយសារខ្ញុំដាក់លេខ3ទាំងអស់4 4ដល់មក5អញ្ចឹងអាលេខកាន់តែធំពិសាវាមកកាន់តែតូចហ្នឹងគឺភាគច្រើនគេប្រើតែ H3 H1 អីចឹងណាយើងគ្រាន់តែដឹងសិនណាអូខេតូចទៅអូខេអញ្ចឹងអានេះគឺជា tag អញ្ចឹងជា document អ្នកនរគ្នាទៅអាននៅក្នុង w3school.com ដើម្បីយល់បន្ថែមអូខេនេះដូចអ្វីដែលខ្ញុំនិយាយចឹងបន្តមកទៀតយើងមានអូខេយើងកុំចំណាយពេលច្រើនជាមួយនេះយើងចូលទៅកាន់ element element អូបាក់មើលណាស់អញ្ចឹង element វាមានច្រើនអ្នកនរគ្នាអញ្ចឹងចាំខ្ញុំ search នៅក្នុងអ៊ីនធឺណិតឬក៏ ChatGPT អីចឹងណាទៅ search បន្ថែមប៉ុន្តែខ្ញុំនឹងធ្វើវីដេអូបន្ទាប់និយាយពី element បន្តទៀតឥឡូវយើងនិយាយពី attribute សិនព្រោះ core concept របស់វាគឺមាន2នឹងឯងគឺ element ជាមួយនឹង attribute អញ្ចឹង attribute ហ្នឹងមិនអឺអញ្ចឹងឧទាហរណ៍ថាយើងមាន image img អូខេ tab មកវាមកហើយអញ្ចឹងទាំងអស់នេះគេហៅគេ alt នេះគេហៅថា attribute src នេះគេហៅថា attribute
attribute យល់ពេលនៅក្នុងនេះគេហៅថា value អញ្ចឹងដើម្បីយើងដាក់រូបភាពបានយើងអាចទៅរកពាក្យថាហើយយើង copy លើវាមកអានេះ AI យើង copy image address យើងសាក pass វាចូលមកវាដើរអត់អូខេអញ្ចឹងបើសិនជាវាដើរនៅក្នុង browser នៅក្នុងនេះក៏វាដើរដែរយើង save មកតាមតិចយើងនឹងទទួលបាន image គេអ្នកនរគ្នាឃើញទេ image អញ្ចឹងអានេះគេហៅថា attribute ពណ៌នេះវាមាន attribute អត់វាមានទីនេះយើងអាចដាក់ខ្លះជា attribute របស់វាហើយក៏វាមាន ID ហើយខ្ញុំអត់ដឹងថាវាមាន attribute អីផ្សេងទៀតទេព្រោះខ្ញុំដឹងតែប៉ុណ្ណឹងបន្តមកទៀតយើងមាន take input input នេះវាមាន tab attribute tab ជាមួយយើងចង់ដឹងថាវាមាន attribute អីបន្ថែមទៀតយើងអាចចុចបានអញ្ចឹងនៅក្នុងនេះគេមាន attribute text tab ជា text tab ជា radio radio អីទៅអញ្ចឹង radio ហ្នឹងមិន text ហ្នឹងមិនតាមទៀតយើងមាន label អញ្ចឹង input ហើយនឹង label គឺជាគូរបស់វា label គឺដូចជា title របស់វាអញ្ចឹង label for អីគេ input វាមានអីថែមតែវាមាន attribute for គេចុះថាខ្ញុំដាក់ថា select choose អូខេអានេះដូចជាមាន name អូខេអញ្ចឹង name យើងដាក់ថា mat th អូខេអញ្ចឹងយើងដាក់ថា value ដាក់ថា mat អូខេ choose the option អញ្ចឹង input វាមាន attribute type value type របស់ type គឺ radio radio ហ្នឹងយើង select បានតែមួយដូច Visu អញ្ចឹងយើងស្ដាប់បានតែមួយប៉ុសឯងយើងអត់អាចស្ដាប់ពីរប៉ុសក្នុងពេលតែមួយបានទេ name យើង match អញ្ចឹង for នេះ for អីគេ for match អូខេអញ្ចឹងអានេះគឺវាបែបហ្នឹងហើយ value គឺ match អញ្ចឹងនៅពេលដែលយើង preview មកមើល match យើងនឹងឃើញនៅនេះដោយសារតែរូបវាធំពេកអញ្ចឹងខ្ញុំសុំundo អញ្ចឹងអានេះថា command យើងប្រើ control ជាមួយនឹង slash ដើម្បី command text ហ្នឹងអូខេអញ្ចឹងយើងនឹងបាត់ image នេះតែម្ដងបាទអញ្ចឹងយើង undo command control slash backslash យើងនឹងទទួល image មកវិញអូខេអញ្ចឹង radio នេះឧទាហរណ៍ថានេះគឺជាបណ្ដុំរបស់វាអញ្ចឹងយើងត្រូវមាន label យើងត្រូវមាន input មាន label មាន input អញ្ចឹងយើងបង្កើត3អញ្ចឹងអានេះយើងដាក់ថា English នេះ option នេះយើងគួរតែដាក់ថា English ដែរហើយលើនេះយើងគួរតែដាក់ថា Math អូខេបន្តមកទៀតយើងគួរតែដាក់ថាខ្មែរនៅក្នុងនេះក៏យើងត្រូវដូរដូចគ្នាហើយ name នេះក៏យើងត្រូវដូរដូចគ្នាសរសេរគឺ copy តែម្ដង oh shit អានេះយើងដាក់ខ្មែរហើយ value នេះវាមានប្រយោជន៍នៅពេលដែលយើងយកទៅ validate គឺគេត្រូវការ value នេះឯងខ្ញុំដាក់ value ខុសហើយដឹង maybe យើង refresh មួយ point អញ្ចឹងយើងទទួលបាន math ទទួលបាន English ទទួលបានខ្មែរអ្នកនរគ្នាមានចាប់អារម្មណ៍អត់ហេតុអីនៅពេលដែលខ្ញុំសរសេរ label ហើយនឹង input វា
inline មានន័យថាវាដេកទៅមុខត្រៀបគ្នាទៅមុខជា row ណាអ្នកនរគ្នាអានេះគេហៅជា row ប៉ុន្តែនៅពេលដែលខ្ញុំសរសេរវាជា P H1 វាត្រៀបគ្នាចុះមកក្រោមហេតុអីអានេះគេហៅថា block ហើយនិង inline អញ្ចឹងនៅក្នុង HTML វាមានតែពីរហ្នឹងគឺ block យើងចុះមកក្រោមបើអ្នកនរគ្នាទៅរៀនទៅមុខទៀត footer ក៏វាមានអាហ្នឹងដែរគេមាន column ហើយនិង row អញ្ចឹងនៅក្នុង website គេមានពីរហ្នឹងឯងដូចយើងវាមានតែលើក្រោមហើយជួរមានអាក់ដេកនិងអាក់ឈរអញ្ចឹង block គឺអាក់ Y ពីលើចុះក្រោមហើយដល់ពេល inline គឺមានន័យថាអាក់ X ពីឆ្វេងទៅស្ដាំអីចឹងណាអញ្ចឹងអាហ្នឹងវាមានអត្ថប្រយោជន៍នៅពេលដែលយើងទៅរៀន style យើងត្រូវតែយល់តើ tag element មួយហ្នឹងវា behavior វាអីគេ block ឬក៏ inline អូខេអញ្ចឹងវារៀងវែងហើយអញ្ចឹងខ្ញុំអរគុណអ្នកនរគ្នាអញ្ចឹងអាចតាមដាននៅវីដេអូក្រោយទៀតបាទយើងនឹងនិយាយពី tag បន្តទៀតដោយសារតែ element របស់ HTML ដែលយើងប្រើជាចាំបាច់ជាច្រើនវានៅមានច្រើនទៀតអញ្ចឹងមកវីដេអូនេះវាអត់ទាន់អាចនិយាយអស់ទេអូខេអរគុណបាយបាយ